ស្ដីអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាមានអ្នកណាស្គាល់សត្វស្លាបមួយប្រភេទនេះទេខ្ញុំមិនដែលស្គាល់ទេតែបុគ្គលិកខ្ញុំគាត់ថាជាសត្វរលកប៉ុន្តែបើសិនជាយើងនិយាយថារលកហេតុអីបានជាភ្នែករបស់វាមានពណ៌ចម្លែកខ្លាំងណាស់ខ្ញុំមិនដែលឃើញរលកពណ៌ប្រភេទនេះទេហើយអ្នកខ្លះថាដូចជាសត្វព្រាបខ្ញុំមិនដឹងថាជាសត្វអ្វីទេបើសិនជាអ្នកណាស្គាល់សូមមេត្តាជួយប្រាប់ខ្ញុំផងហើយខ្ញុំចង់ដឹងថាតើវាជាប្រភេទសត្វស្រុកឬក៏សត្វព្រៃវាជាសត្វចិញ្ចឹមរស់នៅដោយជាវោឬក៏រស់នៅដោយជាគូបើតាមបុគ្គលិកខ្ញុំបាននិយាយថាវាមានមួយគូហើយរងរបួសទាំងពីរកាលពីម្សិលមិញគេចាប់វាបានមួយប៉ុន្តែវារបួសធ្ងន់ពេកក៏ងាប់ទៅឥឡូវនេះគាត់ក៏បានបង្ហាញខ្ញុំថាគាត់ឃើញសត្វនេះចម្លែកខ្ញុំក៏ទៅជួបហើយក៏សុំគាត់យកមកមើលវាពិតជារងរបួសមែនហាក់ដូចជាសគុតសគុំហាក់ដូចជាបែកពីនរណាម្នាក់បើសិនជាបងប្អូនដឹងថាតើសត្វនេះវាស៊ីអ្វីរស់នៅយ៉ាងដូចម្ដេចជួយប្រាប់ខ្ញុំផងយើងចូលរួមថែរក្សាសត្វព្រៃទាំងអស់គ្នាតាមរយៈជួបមួយសង្គ្រោះមួយកាលពីមុនមានស្ទាំងកណ្ដុរបានជាប់នៅនឹងសំណាញ់ដែលបុគ្គលិកខ្ញុំក៏ចាប់បានហើយខ្ញុំក៏បញ្ជាឲ្យគេលែងដូច្នេះខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលរួមធ្វើយ៉ាងណារក្សាសត្វព្រៃឲ្យបានគង់វង្សដើម្បីឲ្យមនុស្សជំនាន់ក្រោយបានស្គាល់បានយល់ផង